តើទិសណាហេងនិងទិសណាឆុងសម្រាប់ខែមេសានេះលោកអ្នកនឹងបានជ្រាបកាន់តែច្បាស់ពីការបកស្រាយរបស់លោកគ្រូអ្នកគ្រូដែលអញ្ជើញមកពីស្ថាប័ន Master Nali Hong Sui ការរង្គោះខាងគឺស្វានដំនៅទីខាងត្បូងសម្រាប់ខែមេសានេះយើងជៀសបានជៀសសូម្បីតែការធ្វើដំណើរទៅហ្សូនខាងជើងចេញនៅក្នុងម៉ោងដែលឆុងជាមួយនឹងទិសនោះទៀតយើងតលតែប្រយ័ត្នគុណ2គុណ3បងប្អូនចាក់បាសព្រមចូលឆ្នាំខ្មែរជៀសបានជៀសទិសនេះទៅដាក់នៅទិសខាងកើតវិញព្រមហើយបានលុយទិសលុយនេះមកទាំងលុយមកទាំងស្នេហ៍អញ្ចឹងទុកចិត្តឲ្យបានបន្តិចណាកុំឲ្យហួសចង់ជៀវកាន់តែច្បាស់ទស្សនាជាមួយនឹងកម្មវិធី Hong Sui បែបវិទ្យាសាស្ត្រដែលមានការផ្សាយនៅរៀងរាល់ថ្ងៃអាទិត្យវេលាម៉ោង 7 តទៅនៅលើកញ្ចក់ទូរទស្សន៍ PNN Hong Sui មិនមែនជារឿងងប់ងល់ Hong Sui ជារឿងដែលអាចពិសោធន៍បានព្រោះថានេះជាកម្មវិធី Hong Sui បែបវិទ្យាសាស្ត្រចាជំរាបសួរទៅទស្សនិកជនទាំងអស់គ្នាស្វាគមន៍មកកាន់សប្តាហ៍ថ្មីនៃកម្មវិធី Hong Sui បែបវិទ្យាសាស្ត្រក៏ដូចជាស្វាគមន៍ខែមេសាចង់ដឹងថាតើនឹងមានរឿងរ៉ាវល្អឬមិនល្អអ្វីខ្លះចាទិសឆុងឬក៏ទិសហេងយ៉ាងណាខ្លះនោះចាទស្សនិកជនស្ដាប់ការបកស្រាយរបស់លោកគ្រូភិរមនិងអ្នកគ្រូវីណាចាជំរាបសួរលោកគ្រូអ្នកគ្រូទាំងពីរបាទជំរាបសួរលោកគ្រូភិរមនិងអ្នកគ្រូវីណាបាទប្រធានបទរបស់យើងនៅក្នុងសប្តាហ៍នេះគឺតាក់ទងជាមួយនឹងទិសឆុងបាទនឹងទិសហេងប្រចាំខែមេសាចាចង់ដឹងថាចាមានអីកើតឡើងខ្លះសម្រាប់ខែថ្មីនេះអ្នកគ្រូចាសូមអញ្ជើញចាអញ្ចឹងនៅក្នុងខែមេសានេះគឺជាខែរោងដែលយើងរាប់គិតចាប់ពីថ្ងៃទី4ខែមេសារហូតដល់ថ្ងៃទី4ខែឧសភាអញ្ចឹងនៅក្នុងខែមេសានេះគឺជាខែរោងដែលឆុងជាពិសេសគឺអ្នកដែលមានចរនៅក្នុងតួរាសីចាអញ្ចឹងអ្នកដែលមានចរក្នុងតួរាសីបើសិនជាគាត់ប៉ះឥទ្ធិពលទីឆុងគឺគាត់ប៉ះមុនគេអញ្ចឹងជាពិសេសអ្នកដែលមានចរនៅក្នុងតួម៉ោងគឺតាក់ទងជាមួយនឹងកូនចៅបរិវារនិងមានរឿងនាំមកឲ្យគាត់ហើយបើសិនជាគាត់មានចរនៅក្នុងតួថ្ងៃអានឹងតាក់ទងជាមួយនឹងស្ព័ន្ធភាពប្តីប្រពន្ធឬមួយក៏សង្សារឬមួយក៏គូស្វាមីភរិយាអាចនឹងប៉ះពាល់ចាហើយបើសិនជាគាត់មានចរនៅក្នុងតួម៉ោងតាក់ទងជាមួយនឹងកន្លែងធ្វើការរបស់គាត់ឲ្យគាត់តមពាក្យសម្ដីកុំសូវចូលរួមជជែកឬមួយក៏បញ្ចេញយោបល់ច្រើនពេកនៅក្នុងខែនេះហើយនៅក្នុងតួរាសីរបស់គាត់បើសិនជាមានចរនៅក្នុងតួឆ្នាំតាក់ទងជាមួយនឹងចៅហ្វាយនាយឬមួយក៏អ្នកដែលមានអំណាចជាងគាត់អាចនឹងទទួលបានការដែលគេលៀបពណ៌ឬមួយក៏ស្ដីបន្ទោសពីខាងថ្នាក់លើមកដូចគ្នាបាទចាអញ្ចឹងអ្នកដែលមានរោងនៅក្នុងតួរាសីក៏គាត់ឆុងខ្លួនឯងដូចគ្នាបានន័យថារោងនៅក្នុងតួរាសីខែនេះខែរោងទៀតគាត់នឹងផ្ដល់សម្ពាធឲ្យខ្លួនឯងអញ្ចឹងរោងប្រៀបបានដូចជាសត្វមួយនៅលើមេឃម្នាក់ឯងអញ្ចឹងមកអញ្ចឹងនៅពេលណាដែលមានរោងម្នាក់ទៀតមកដូចមានគូប្រជែងអញ្ចឹងវិធីការសម្រាប់អ្នកដែលមានរោងនៅក្នុងតួរាសីនៅក្នុងខែនេះគាត់នឹងមានភាពអំនួតច្រើនជាងខែទូទៅអញ្ចឹងសូមឲ្យគាត់បើកចិត្តស្ដាប់គំនិតអ្នកដទៃផងច្រើនចាអាចនិយាយបានថាគាត់មានអំនួតលើសហ្នឹងហើយគាត់ថាធ្វើអីវិធីអញត្រូវហ៎បងចាបាទអញ្ចឹងត្រូវប្រយ័ត្នក្នុងការសម្រេចចិត្តចាស្ដាប់គ្រងឆុងខ្លួនឯងចាអញ្ចឹងនៅក្នុងឆ្នាំមមីនេះអ្នកដែលមានរោងនៅក្នុងតួរាសីមិនឆុងជាឆ្នាំទេប៉ុន្តែនៅក្នុងខែរោងនេះគាត់ឆុងខ្លួនឯងចាលោកគ្រូចាអូខេអញ្ចឹងបងប្អូនទាំងអស់គ្នាដឹងហើយថាខែមេសានេះគឺខែរោងអញ្ចឹងអ្នកដែលមាននៅក្នុងតួរាសីរបស់គាត់ណាអាចខែអាចឆ្នាំអាចថ្ងៃទីអាចមកបើសិនជាគាត់មានជូតទៅហើយមានវោកនៅក្នុងខ្លួនទៀតហើយខែនេះចូលមកដូចជាខែដែលមានអ្នករុញគាត់ជួយគាត់អញ្ចឹងដូចគ្នាអញ្ចឹងដែរអញ្ចឹងបើសិនជាឧទាហរណ៍ពាក់ព័ន្ធនឹងជីវិតគូក៏ដូចគ្នាគាត់អាចនឹងជួបគូគាត់បើសិនជាករណីនៅក្នុងតួថ្ងៃទីរបស់គាត់នោះគាត់មានរោការនៅក្នុងតួក៏ជាពេលវេលាដែលគាត់ជួបគូគាត់ដែរហើយបើសិនជាបុគ្គលនោះឆ្នាំរោការខែនឹងចូលមកការគិតរបស់គាត់មានភាពឆ្លាតវៃជាងមុនដូចគ្នាចឹងដែរឬក៏មានបុគ្គលនោះជាអ្នកដែលធ្វើឲ្យគាត់នឹងធ្វើការងារលឿនជាងមុនបានផលល្អជាងមុនទៀតចាតាំងខែតាំងឆ្នាំនៅកន្លែងទៅនេះអញ្ចឹងហើយអ្នកដែលកើតរាសីណាក៏ដោយមានចំណុចពិសេស
នឹងចំណុចខ្សោយរៀងខ្លួនប៉ុន្តែពេលដែលយើងដឹងថាខ្សោយអញ្ចឹងយើងដឹងថាឆុងរឿងអីអញ្ចឹងកែឆុងហ្នឹងទៅហើយបើសិនជាល្អយើងដឹងថាល្អរឿងអីយើងផ្ដោតលើអាហ្នឹងឲ្យខ្លាំងនោះយើងបានពីអានោះច្រើនមែនតើខ្លាំងមែនតើហើយលើសពីហ្នឹងថែមទៀតអ្នកដែលមានរាសីណាដែលគាត់ហេងសម្រាប់គាត់នោះខែនេះគឺទឹកបោកមកមួយរោងអញ្ចឹងអ្នកដែលមានទឹកខ្សោយក៏ល្អរាសីគាត់ណា DT គាត់ទឹកខ្សោយក៏ល្អឈើខ្សោយក៏ល្អដែរករណីនេះហើយប៉ុន្តែបើសិនជាករណីអ្នកដែលមានធាតុ DT គាត់រឹងមាំអីគេក៏ល្អសម្រាប់គាត់ដែរនោះគឺអ្នកដែលមានមាសរឹងមាំក៏ល្អសម្រាប់គាត់ដែរពីព្រោះរាសីរបស់បុគ្គលម្នាក់មានខ្សោយមានរឹង ចា អញ្ចឹងខ្សោយបែបណាដែលបានផលអំពីខែនេះរឹងបែបណាបានផលអំពីនេះយើងស្ដាប់មិញហើយយើងយកអានោះទៅអនុវត្តគឺបានផលដូចគ្នាអញ្ចឹងដែរអញ្ចឹងហើយនៅក្នុងករណីនេះរាសីអ្នកគ្រូវីណាជំរាបជូនហើយតើបើសិនជារាសីល្អអូខេប៉ុន្តែបើរាសីគាត់ធ្លាក់ហើយមិនល្អហើយប៉ះទិឆុងទៀតលឿនជាងគេហើយប្រញាប់លាងសយចេញជាបន្ទាន់ បាទមានលក្ខណៈបើសិនគាត់បានដឹងគាត់គួរតែមានការប្រុងប្រយ័ត្នបានខ្ពស់ ប្រុងប្រយ័ត្ន បាទ លោកគ្រូមិញថាអ្នកមានជូតហើយនឹងជូតហើយកាសនឹងទូរស័យគាត់នឹងជួប ជួតនឹងបោក បោក បាទ គូជួបគូ មិនមែនជួបគូឯខែនេះគឺមានអ្នកជ្រុំជ្រែងច្រើនច្រកហ្មងបាទបើសិនជាអ្នកដែលមានរកានៅថ្ងៃទី ចាថ្ងៃ មានន័យថាជីវិតគូគាត់ហ្នឹងនឹងបង្ហាញខ្លួនដែរ ចុះបើអ្នកមានគូហាទី មិនងើបចិត្ត ទុកចិត្តឲ្យបានឡើងនៅឬក៏អ្នកយល់ចិត្តបើសិនជាយើងទុកចិត្តបានហើយគឺមានអ្នកយល់ចិត្តដើម្បីជួយជ្រោមជ្រែងការងារយើងជួយចិត្តល្អបាទ ចា បើនៅតួខែអ្នកនោះ support យើងដូចយល់ចិត្តយើងដូចដូររបៀបនៃការយល់ឃើញពីមុនមកដូចទឹះឆ្កងមិនដឹងហើយបើសិនជាគាត់មានរកានៅក្នុងតួខែបុគ្គលនោះត្រូវទៅជាខែហ្នឹងមកជួយជ្រោមជ្រែង support ការងារហ្នឹងដូចថាឲ្យវាទៅអាលូន ចា អញ្ចឹងហើយពេលវេលាមានការផ្លាស់ប្ដូរនោះអរិយាប័ត្រឬក៏សកម្មភាពមនុស្សជុំវិញក៏មានការផ្លាស់ប្ដូរដូចគ្នាអញ្ចឹងដែរអញ្ចឹងយើងពេលដែលយើងដឹងអាហ្នឹងដូចយើងដឹងកលឹះនៅក្នុងការដើរនៅហើយទាញប្រយោជន៍ពីអាហ្នឹងបានច្រើន មួយខែពេញហ្នឹងចា បាទពេញ បើនេះ ខែ ថា តាម បងប្អូនដែលគាត់មានរោងនៅក្នុងទូរស័យយករកាមកហាក់អញ្ចឹងដឹងថាក្នុងខែនេះគាត់មានអំណួតអញ្ចឹងគាត់អាចទៅសុំយោបល់រក្សាជាមួយអ្នកតាមអាការជាមួយអ្នកដែលមានរកានៅក្នុងទូរស័យបានចា បាទ ល្អ មែន មែន តើ ចា ចាំមិនថាបងប្អូនរបស់យើងដែលគាត់មាន app My Destiny ឬ គាត់ដឹង ក៏បាទគាត់ដឹងពីរាសីរបស់គាត់ក៏ដូចជាធាតុរបស់គាត់ណាគឺអាចជួយដល់គាត់ច្រើនមែនតើទាំងជីវភាពរស់នៅប្រចាំថ្ងៃទាំងកត្តាស្វែងរកជាមួយគូសកលដៃគូសហការការងារគឺល្អខ្លាំងមែនតើតែម្ដង ចាអញ្ចឹងសម្រាប់បងប្អូនខ្ញុំជឿថាពីច្រើនបងប្អូនយើងឥឡូវជា subscriber សម្រាប់ app My Destiny ហើយប៉ុន្តែបើសិនជាបងប្អូនអត់ទាន់មានទេហើយបងប្អូនចង់មានចង់ប្រើហុងស៊ុយវិជាហុងស៊ុយធ្វើឲ្យជីវិតបងប្អូនល្អជាងមុនបងប្អូនគួរតែចាប់ផ្ដើម subscribe ចាតម្លៃគឺមិនថ្លៃទេសមរម្យមែនទែនប៉ុន្តែជួយជីវិតបងប្អូនបានច្រើនចាអរគុណទស្សនិកជនសម្រាប់តាមដាននៅវគ្គនេះចាយើងនឹងធ្វើការបកស្រាយខែចាទិសដែលឆុងនឹងហេសម្រាប់ខែមេសានៅវគ្គបន្ទាប់ទៀតប៉ុន្តែពេលនេះសម្រាប់ក្រុមការងារក៏ដូចជាកម្មវិធីរបស់យើងសូមពេលវេលាអញ្ញាតសម្រាប់បន្តិចសិនទិសផ្ទះបែរមុខទៅទិសខាងកើតឬមួយក៏កតុយផ្ទះនៅទិសខាងកើតបងប្អូនថែរក្សាទិសនោះឲ្យបានល្អរក្សាទិសនោះគឺជាទិសលុយរបស់យើងប្រចាំឆ្នាំ ទិសលុយនេះមកទាំងលុយមកទាំងស្នេហ៍អញ្ចឹងទុកចិត្តឲ្យបានបន្តិចណាកុំឲ្យហួស អនុញ្ញាតស្វាគមន៍ជាបន្តជាមួយនឹងកម្មវិធីហុងស៊ុយបែបវិទ្យាសាស្ត្រដែលវគ្គទី1លោកអ្នកបានទទួលជាតាក់ទងជាមួយនឹងការបកស្រាយរបស់លោកគ្រូនិងអ្នកគ្រូតាក់ទងជាមួយនឹងរាសីហើយនឹងឆ្នាំដែលល្អនិងមិនល្អនៅក្នុងខែមេសានេះប៉ុន្តែវគ្គទី2នេះយើងធ្វើការបកស្រាយតាក់ទងជាមួយនឹងទិសវិញម្ដងបាទអរគុណច្រើននៅក្នុងវគ្គនេះចង់ឲ្យលោកគ្រូនិងអ្នកគ្រូធ្វើការបកស្រាយតាក់ទងជាមួយនឹងទិសក៏ដូចជាតារាសាស្ត្របាទថាតើមានទិសនិងតារាសាស្ត្រណាល្អខ្លះនិងមិនល្អខ្លះបាទសូមជឿលោកគ្រូ សម្រាប់ខែមេសា2026នេះឆុងប្រចាំខែនៅទិសខាងត្បូងអញ្ចឹងត្បូងឆុងប្រចាំឆ្នាំហើយខែនេះឆុងដប់ទៀតប្រយ័ត្នទៀតខែមុនក៏ប្រយ័ត្នខែនេះក៏ត្រូវប្រយ័ត្នដូចគ្នាហើយឆុងគេហៅថាឆុងប្រចាំខែហើយឆុងប្រចាំឆ្នាំទៀតហើយអត្តពលឆុងនេះណាបងប្អូនទាំងអស់គ្នាករណីឆុងប្រចាំឆ្នាំកម្រិតនៃការឆុងនេះអាចឈានរហូតដល់3ឆ្នាំណាអាស្រ័យលើកម្រិតនៃអត្តពលនោះខ្លាំងប៉ុណ្ណា
អញ្ចឹងយើងជៀសយើងប្រយ័ត្នប៉ុន្តែបើសិនជាយើងឆុងប្រចាំខែអត្តពលអាច1ខែឬក៏3ខែទេគឺអាចសាបអត្តពលដែរប៉ុន្តែរឿងវាអត់ដាច់អញ្ចឹងហើយយើងសុកចិត្តជៀសវិញកុំសុកចិត្តដោះរឿងអីអញ្ចឹងយើងចូលទៅតារាសាស្ត្រចំកណ្ដាលផ្ទះដែលចូលប្រចាំខែមេសានេះគឺតារាសាស្ត្រលេខ6ល្អទេកុំបារម្ភអីហើយការរៀបចំតុបតែងសំខាន់ឲ្យស្អាតឲ្យមានរបៀបមានថ្នាក់មានធ្នើរមានជួមមានរបៀបស្អាតនោះយើងទទួលបានអត្តពលល្អពីចំណុចនោះហើយអញ្ចឹងយើងដឹងថាកន្លែងណាល្អហើយរៀបចំកន្លែងនោះឲ្យស្អាតគ្មានក្លិនក្រអូបទៀតកាន់តែល្អនេះគឺជាចំណុចដែលយើងអាចទាញធម៌ពលវិជ្ជមានពីតារាសាស្ត្រដែលល្អចូលនៅត្រង់កន្លែងទៅនោះបានបើអញ្ចឹងនៅកណ្ដាលផ្ទះធ្វើឲ្យស្អាតទៅមានក្លិនក្រអូបតិចទៀតកាន់តែល្អមែនទែនធ្វើឲ្យគេឈ្មោះធ្វើឲ្យគេតិយសអំណាចរបស់គាត់នេះមានភាពល្អប្រសើរសាយភាយប្រកបដោយភាពល្អប្រសើរមិនមែនបើសិនជាទៅដាក់របស់ស្អុយភ្លេចយកចេញនៅចំកណ្ដាលផ្ទះហ្នឹងអំណាចគាត់នៅក្នុងខែហ្នឹង error វិញណាអញ្ចឹងយើងប្រយ័ត្នត្រង់កន្លែងហ្នឹងផងពេលខ្លះសែនទៅភ្លេចដកចេញទៅជាកន្លែងលួយអីវិញប្រយ័ត្នត្រង់កន្លែងហ្នឹង ចុះលោកគ្រូអញ្ចឹងវិញដោយសារខែមេសាខែចែកចូលឆ្នាំអញ្ចឹងបងប្អូនយើងភាគច្រើនគាត់ត្រូវសម្អាតផ្ទះ បាទ អញ្ចឹង ជាការល្អសម្អាតចុះអញ្ជើញសម្អាតចុះ រឹតវេលាដែរលោកគ្រូ ជាបើរើសវេលាកាន់តែល្អប៉ុន្តែជាទូទៅបើសិនជាការសម្អាតនោះកុំឲ្យមានការរង្គោះរង្គើញ័ររញ្ជួយពេកថ្នមតិចទៅវាអត់មានអត្តពលវិជ្ជមានមកពីទិសណាទេកាលណាយើងមិនឲ្យវាមានសកម្មភាពការរំញ័រការខ្ទាស់ការរញ្ជួយនោះអត្តពលអវិជ្ជមានតិចជាទីបំផុតអញ្ចឹងយើងថ្នមតិចទៅណា បាទលោកគ្រូបាទ កុំឲ្យប៉ះខ្លាំងពេកអញ្ចឹងនឹងចំកណ្ដាលផ្ទះយើងទៅទិសខាងជើងសម្រាប់ទិសខាងជើងប្រចាំឆ្នាំតារាសាស្ត្រល្អប្រចាំខែតារាសាស្ត្រវាពាក់ព័ន្ធនឹងជំងឺហើយឆុងប្រចាំឆ្នាំទៀតអញ្ចឹងបើសិនជាឈឺខែនេះបើសិនជារង្គោះរង្គើនៅទិសនោះឈឺយ៉ាងយូរតិចណាអញ្ចឹងយើងកុំទៅរង្គោះរង្គើប៉ុន្តែអីដែលជាវិបត្តិឧទាហរណ៍ដូចករណីការបុកគ្រឹះឬក៏សាងសង់អគារទាំងឡាយដែលនៅទិសខាងជើងនៃយើងនេះឬក៏ការជួសជុលផ្លូវនេះបើសិនជារាប់ចាប់ចេញពីខែហ្នឹងទៅគេចាប់ដើមធ្វើយើងទទួលអត្តពលពាក់ព័ន្ធនឹងជំងឺនឹងច្រើនតិចអញ្ចឹងហើយបើសិនជាករណីហ្នឹងរកដំណោះស្រាយនៅក្នុងវិជាហុងស៊ុយមានវិធីនៅក្នុងការដោះស្រាយចំណុចដែលពាក់ព័ន្ធនឹងរឿងជំងឺធ្វើម៉េចបន្ថយអត្តពលនោះបានបើថាឲ្យជៀសបានទាំង 100% ហ្នឹងមិនបាន 100% ប៉ុន្តែយើងជៀសហើយបើកើតហើយមានដំណោះស្រាយនៅក្នុងវិជាហុងស៊ុយមានដំណោះស្រាយដូចគ្នាអញ្ចឹងដែរនេះសម្រាប់ទិសខាងជើងពាក់ព័ន្ធនឹងអត្តពលនៃទិសជំងឺឆុងប្រចាំខែហើយឆុងប្រចាំឆ្នាំទៀតតារាសាស្ត្រប៉ះនឹងជំងឺហើយចំណែកឯទិសខាងជើងគឺប៉ះនឹងអត្តពលឆុងប្រចាំខែអញ្ចឹងសម្រាប់ខែបន្ទាប់អញ្ជើញអ្នកគ្រូវីណា ចាបង អញ្ចឹងទិសបន្ទាប់គឺទិសខាងជើងឈើងកើតចាអញ្ចឹងទិសខាងជើងឈើងកើតនេះក៏មានចំហាយអតិពលឆុងសានសាពីធម្មពលឆ្នាំដែរអញ្ចឹងនៅទិសខាងជើងឈើងកើតនេះមានតារាសាស្ត្រលេខ9ចូលមកនៅក្នុងខែមេសានេះទោះបីជាតារាសាស្ត្រចូលមកល្អមែនប៉ុន្តែស្រីខៀលលីងទិសអសូរកាយអញ្ចឹងសូមឲ្យបងប្អូនធ្វើការសម្អាតនៅបរិវេណទីធ្លានៃផ្ទះរបស់យើងនៅខាងទិសនោះដើម្បីកុំឲ្យមានក្លិនឆ្អេះឆ្អាបឬមួយក៏ឧទាហរណ៍ថាផ្ទះយើងមានជាលក្ខណៈថាជញ្ជាំងស្នឹមឬមួយក៏មានដើមទឹកអីហ្នឹងព្យាយាមកុំឲ្យមានសភាពមិនល្អបើសិនជាមានអាចប៉ះពាល់ចាប៉ះពាល់ច្រើនអញ្ចឹងតកតងជាមួយនឹងគេឈ្មោះដោយសារតែតារាសាស្ត្រលេខ9ចូលមកតកតងជាមួយនឹងភាពល្បីរបស់យើងអញ្ចឹងឧទាហរណ៍ថានៅក្នុងខែហ្នឹងបើសិនជាយើងចេញទៅក្រៅអីរឿងដែលយើងមិនបានធ្វើក៏បានគេលាបពណ៌ចា បាទ អញ្ចឹងទិសបន្ទាប់គឺទិសខាងកើតនៅតែទទួលភាពហេងអញ្ចឹងឆ្នាំហេងហើយនៅក្នុងខែនេះហេងទៀតតារាសាស្ត្រចូលមកគឺតារាសាស្ត្រលេខ4នៅក្នុងខែមេសានេះសម្រាប់ទិសខាងកើតតារាសាស្ត្រលេខ4និងតារាសាស្ត្រលេខ8សិតតែជាតារាសាស្ត្រល្អអញ្ចឹងទាំងគេឈ្មោះទាំងលុយកាក់ហើយនិងសតិបញ្ញាយើងសិតតែល្អនៅក្នុងទិសនេះអញ្ចឹងបងប្អូនដែលមានទិសបែរមុខទិសផ្ទះបែរមុខទៅទិសខាងកើតឬមួយក៏កតុយផ្ទះនៅទិសខាងកើតបងប្អូនថែរក្សាទិសនោះឲ្យបានល្អដោយសារទិសនោះគឺជាទិសលុយរបស់យើងប្រចាំឆ្នាំហើយមួយវិញទៀតសម្រាប់បងប្អូនដែលគាត់មិនទាន់បានរៀបតារាសាស្ត្រប្រចាំឆ្នាំទេសូមណែនាំឲ្យរៀបឲ្យហើយចាប់រៀបពីដើមឆ្នាំទៅចាអញ្ចឹងយើងនៅតនឱកាសចាប់រៀបនៅក្នុងឆ្នាំ2026នេះ បាទ ចាដោយសារតែឆ្នាំមុនទិសខាងកើតនេះសយណាស់ អ
Đôi dương Roxy chẳng á. Taដើមឆ្នាំតាបើកលូដំបងចង់ឲ្យមានអ្វីដែលកៅឆាយមកល្អ ចា បាទតាការកៅឆាយមកល្អហើយគឺល្អបាទពេញមួយឆ្នាំហើយអញ្ចឹងចង់ឲ្យបងប្អូនរបស់យើងគាត់មានការរៀបចំផ្ទះដូចជារៀបចំហាងអីហ្នឹងឲ្យបានដើមឆ្នាំដែរបាទអរគុណច្រើនលោកគ្រូអ្នកគ្រូមានទិសណាបន្តទៀតដែរលោកគ្រូ អឺសម្រាប់អ្នកគ្រូវីណាវិញជំរាបជូននេះទិសខាងកើត បាទ ទិសខាងកើតនេះគឺទិសលុយណាទិសលុយនេះមកទាំងលុយមកទាំងស្នេហ៍អញ្ចឹងទុកចិត្តឲ្យបានបន្តិចណាកុំឲ្យហួស យើងតាក់ដែនមកយើងផងពីព្រោះតារាសាស្ត្រនឹងចូលមកវាធ្វើឲ្យយើងនឹងមានស្នេហ៍ មានមុនស្នេហ៍ មានមុនស្នេហ៍ បាទ មានអត្តពលឬក៏ភាពតាក់ទាញនឹងច្រើនជាងធម្មតាអញ្ចឹងបើមានក្លិនក្អូបទៀតក្លិនក្អូបតាមរយៈការដាក់ក្លិនក្អូបក៏ដោយតាមរយៈផ្កាក៏ដោយនៅទិសខាងកើតហ្នឹងរាយមុនស្នេហ៍ច្រើនអញ្ចឹងយើងដាក់ដែន តែមែនតើបើជីបជាតារាគាត់ចង់បានអញ្ចឹងល្អអត់មានហ្វេនច្រើនអញ្ចឹង បងអញ្ជើញចាត់ចែងទៅនឹងទទួលបានហើយហើយយើងរើសវេលាដាក់របៀបនៃការថោនឹងថោបែបណា បាទ ហើយប្រើផ្កានោះពណ៌អីប៉ុន្មានដើមបែបម៉េចយើងមាននៅក្នុងការផ្ដល់ការប្រឹក្សាយោបល់នោះដើម្បីយើងទទួលបាននោះណាបាទ ចាអរគុណច្រើនលោកគ្រូអ្នកគ្រូសម្រាប់ការបកស្រាយចាទស្សនិកជនអរគុណសម្រាប់ការទស្សនាដូចគ្នាហើយយើងនឹងជួបគ្នានៅវគ្គបន្តទៀតនៅពេលនេះកម្មវិធីសូមពេលវេលាសម្រាប់បន្តិចសិន ការរង្គោះរង្គើស្វានដំនៅទិសខាងត្បូងសម្រាប់ខែមេសានេះយើងជៀសបានជៀសសូម្បីតែការធ្វើដំណើរទៅហ្សូនខាងជើងចេញនៅក្នុងម៉ោងដែលឆុងជាមួយនឹងទិសនោះទៀតយើងតលតែប្រយ័ត្នគុណ2គុណ3 បងប្អូនចាក់បាសព្រមចូលឆ្នាំខ្មែរជៀសបានជៀសទិសនេះទៅដាក់នៅទិសខាងកើតវិញព្រមហើយបានលុយ សូមស្វាគមន៍ជាបន្តជាមួយនឹងកម្មវិធីហុងស៊ុយបែបវិទ្យាសាស្ត្រអរគុណច្រើនលោកគ្រូអ្នកគ្រូយើងនៅសល់ដូចជា5ទិសទៀតបាទហើយសូមឲ្យលោកគ្រូនិងអ្នកគ្រូធ្វើការបកស្រាយតែម្ដងបាទសូមជឿ បាទយើងនឹងបន្តទៅទិសខាងកើតឈៀងខាងត្បូងសម្រាប់ទិសខាងកើតឈៀងខាងត្បូងប្រចាំឆ្នាំល្អចំពោះទិសឆុងនៅផ្នែកហ្សូនខាងកើតល្អប៉ុន្តែកុំអង្គលទៅត្បូងឆុងហើយអញ្ចឹងឲ្យតារាសាស្ត្រប្រចាំខែគេហៅថាតារាសាស្ត្រលេខ5តារាសាស្ត្រទៅបំផ្ទុះរឿងអីបំផ្ទុះរឿងគេឈ្មោះរឿងគេតយុះអញ្ចឹងប្រើឲ្យបានស្រួលបួល បើមិនអញ្ចឹងទេបើសិនជាករណីបំផ្ទុះប៉ះចំអត្តពលដែលអវិជ្ជមាននាំឲ្យគេឈ្មោះគេតយុះរបស់យើងអេរ៉ឺទៅវិញទេហើយការបំផ្ទុះនេះត្រូវបើគិតទៅលេខ5រត់ចូលទិសណាប្រយ័ត្នណាស់ហើយ ចា បាទ បាទ លើកលែងថាអូ5ជាមួយនឹង8ហ្នឹងគេរកវិធីបញ្ញភូតដើម្បីទាញអត្តពលល្អពាក់ព័ន្ធនឹងការទាញលៀបចេញអំពីរឿងដែលសយនោះមកវិញបានប៉ុន្តែលេខ5ជាមួយនឹងរឿងជាមួយនឹងតារាសាស្ត្រផ្សេងវាប៉ះខ្លាំងប៉ះច្រើនប៉ះរឿងអវិជ្ជមានច្រើនជាជាងទៅវិញអញ្ចឹងថែរក្សាទិសនេះឲ្យតែល្អនោះអត្តពលល្អពាក់ព័ន្ធនឹងរឿងគេឈ្មោះនៅមានដដែលទេសម្រាប់ទិសខាងកើតឈៀងខាងត្បូងយើងទៅមកទិសទៀតគឺទិសខាងត្បូងនេះប្រចាំឆ្នាំជាទិសវិបត្តិស្រេចទៅហើយប្រចាំខែលេខ1ចូលគឺតារាសាស្ត្រធាតុទឹកមិនសូវជាស៊ីគ្នាប៉ុន្មានទេវិបត្តិពាក់ព័ន្ធនឹងបើនិយាយអំពីសុខភាពប៉ះនឹងរឿងតម្រងនោមប៉ះនឹងរឿងបើសិនជាស្ត្រីវាពាក់ព័ន្ធនឹងរឿងរោគស្ត្រីទៅជាកប៉ះអញ្ចឹងការរង្គោះរង្គើស្វានដំនៅទិសខាងត្បូងសម្រាប់ខែមេសានេះយើងជៀសបានជៀសសូម្បីតែការធ្វើដំណើរទៅហ្សូនខាងជើងចេញនៅក្នុងម៉ោងដែលឆុងជាមួយនឹងទិសនោះទៀតយើងតលតែប្រយ័ត្នគុណ2គុណ3 អញ្ចឹងដើម្បីកុំឲ្យវាមានអត្តពលអវិជ្ជមាននឹងមកប៉ះយើងនៅក្នុងខែមេសាហ្នឹងយើងនឹងទៅទិសបន្ទាប់ទៀតជូនអ្នកគ្រូវីណា ចាបងអញ្ចឹងនៅទិសខាងត្បូងឈៀងលិចគឺតារាសាស្ត្រដែលចូលមកនៅក្នុងខែនេះគឺតារាសាស្ត្រលេខ3តារាសាស្ត្រលេខ3ក៏មិនល្អតារាសាស្ត្រលេខ7តារាសាស្ត្រឆ្នាំក៏មិនល្អអញ្ចឹងនៅក្នុងទិសខាងត្បូងឈៀងលិចថែរក្សាឲ្យបានល្អមែនតើបើសិនជាមានការរង្គោះរង្គើឬមួយក៏មានក្លិនមិនល្អមានក្លិនឆ្អេះឆ្អាបឬមួយក៏មានសម្លេងបុកគ្រឹះសម្លេងស្វានដំពីអ្នកជិតខាងចំទិសខាងត្បូងឈៀងកើតនោះមិនត្រឹមតែមានអំពើចារកម្មមិនត្រឹមតែមានចំនួននៅក្នុងផ្ទះទេសុខភាពមនុស្សស្រីដែលមានវ័យចំណាស់ជាងគេនៅក្នុងផ្ទះក៏ប៉ះពាល់ដូចគ្នាចាតែសារតែទិស225ទិសត្បូងឈៀងលិចគឺជាទិសម្ដាយ
អញ្ចឹងសម្រាប់បងប្អូនណាដែលមានម្ដាយចាស់ជរាឬមួយក៏អត់មានម្ដាយទេនៅតែពីរអ្នកគូស្វាមីទេគឺប៉ះខាងភរិយា បាទ ចាអញ្ចឹងយើងមើលទៅតាមវ័យក្នុងករណីនេះបើសិនជាអាចគុំធ្វើការស្វានដំគុំមានសម្លេងរង្គោះរង្គើឧទាហរណ៍ថាបងប្អូនចាក់បាសព្រមចូលឆ្នាំខ្មែរជាបានជាទិសនេះចាទៅដាក់នៅទិសខាងកើតវិញព្រមហើយបានលុយ Ờ, nó មានស្នេហ៍ tức ទៀត cả ចាមានស្នេហ៍ចេញទៅក្រៅសង្គមមានគេមេត្តា vụ khai khai đâu lắm ấy vậy ចាហេងទាំងអស់ thì ở cái địa បាទ អញ្ចឹងទិសបន្តមកទៀតគឺទិសខាងលិចតារាសាស្ត្រលេខ8ចចូលមកនៅក្នុងខែនេះជាតារាសាស្ត្រលុយប៉ិតមែនប៉ុន្តែនៅក្នុងឆ្នាំនេះគឺតារាសាស្ត្រលេខ3អញ្ចឹងមានរឿងដោយសារលុយមានចំនួនដោយសារតែលុយកាក់តារាសាស្ត្រល្អហើយតែបើសិនជាប៉ះទិសឆុងមានន័យថាប៉ះទិសឆុងហើយយើងនឹងទទួលបានចំនួនដោយសារតែរឿងលុយកាក់ លុយកាក់ តែសួរថាទិសនេះឆុងឬក៏អត់ទេតែយើងអាចនឹងលឺរង្គោះរង្គើតពីទិសផ្សេងៗមកចាអញ្ចឹងជាទិសចុងក្រោយគឺទិសខាងជើងឈៀងខាងលិចទិសខាងជើងឈៀងខាងលិចតារាសាស្ត្រចូលមកខែនេះគឺតារាសាស្ត្រលេខ7ជាមួយនឹងឆ្នាំលេខ2អញ្ចឹងនៅក្នុងទិសនេះគឺជាទិសឪពុកមុនហ្នឹងយើងនិយាយអំពីទិសម្ដាយ បាទ ចាអញ្ចឹងទិសនេះទិសឪពុកអ្នកណាដែលមានឪពុកចាស់ជរាឬមួយក៏ដែលមានមនុស្សប្រុសនៅផ្ទះដែលមានអាយុច្រើនអាចនឹងប៉ះពាល់តាក់ទងជាមួយនឹងឆ្អឹងតាក់ទងជាមួយនឹងប្រព័ន្ធរំលាយអាហារចាអញ្ចឹងពោះវៀនអីហ្នឹងក៏អាចប៉ះពាល់ដែរនៅក្នុងទិសខាងជើងឈៀងលិចនៅក្នុងខែរោងនេះចាអញ្ចឹងវិធីដែលគុំធ្វើឲ្យកើតអាការៈនឹងចេញមកជាទិសឆុងតែសារតែទិសនេះគឺឆុងប្រចាំឆ្នាំហើយតារាសាស្ត្រចូលមកក្នុងខែនេះមិនល្អទៀតចាអញ្ចឹងអត់មានអីធ្វើឲ្យយើងថាជួបទិសឆុងបានទេបើសិនជាយើងមិនទៅធ្វើមិនទៅស្វានដំមិនទៅប៉ះពាល់ចាទិសឆុង ខែមេសានេះបើគិតទៅធំបាសមានច្រើន ចា ប៉ុន្តែទិសនោះប៉ះខ្លាំងណាប៉ះខ្លាំងរហូតដល់កម្រិតអ្នកគ្រូវីណាបញ្ជាក់ឲ្យពិសេសគឺមនុស្សប្រុសដែលមានវ័យច្រើនជាងគេគឺគាត់ប៉ះខ្លាំងជាងគេប៉ុន្តែអ្នកដែលរាសីដែលឆុងក៏ប៉ះដូចគ្នាបើសិនជាមានការរង្គោះរង្គើញ័ររុនជួយបុកគ្រឹះចេញអំពីទិសខាងជើងឈៀងខាងលិចនោះបើសិនជានិយាយពីសុខភាពរហូតដល់កម្រិតអ្នកដែលនៅហ្សូនដែលជាអត្តពលពីទិសនឹងមកគឺរហូតដល់កម្រិតគាត់រហូតដល់ចូលវះកាត់ណាអត់បានទេនៅទិសក្នុងប្រចាំខែមេសានោះអត់បានទេហើយជឿជាក់ថានៅក្នុងខែនេះគឺអាចថាមានធុងបាសច្រើនក៏មានការរង្គោះរង្គើពីទិសនឹងដែរអញ្ចឹងហើយសូមឲ្យប្រយ័ត្នកាលណាអានឹងខ្លាំងពេករឿងស្រាលគឺចំនួនបែបហិង្សាប៉ុន្តែបើរឿងធ្ងន់ប៉ះដល់កម្រិតរហូតដល់វះកាត់អញ្ចឹងគេហៅថាបែបហិង្សាឬក៏បែបប្រើប្រាស់បែបអាវុធបំផ្ទុះអីផ្សេងការបំផ្ទុះអីផ្សេងនៅហ្សូនខាងហ្នឹងដូចគ្នាកាលណាមានអាហ្នឹងគឺប៉ះឲ្យអ្នកដែលនៅហ្សូនផ្ទុយពីទិសនោះគឺប៉ះទាំងអស់គ្នាបាទអញ្ចឹងហើយបើសិនជាករណីយើងចង់មានការសបាយដាក់ធុងបាសអីផ្សេងឬក៏ការញ័ររញ្ជួយផ្សេងសារ៉េរកការញ័ររញ្ជួយនោះទៅទិសខាងកើត chị សារ៉េទៅទិសខាងកើតបាទជាឲ្យផុតទិសឆុងត្បូងជើងឆុងហើយត្បូងឆុងហើយហើយឯទិសខាងជើងឈៀងខាងលិចហ្នឹងក៏វាអត្តពលខ្លាំងក្លាទៀត trời ơi đam mê bóng ôn thang khai đi slide được tư hàng ca được ស្រឡាញ់ទិសខាងកើតដោយច្រើនទិសលុយក៏ទិសនោះទិសលៀបក៏ទិសនោះទិសការស្រឡាញ់ចូលចិត្តមានមុនស្នេហ៍ការជ្រុំជ្រែងពីអ្នកដទៃនៅទិសខាងកើតស្រែទៅញ័រនៅនោះ mà cho tự đa ទៅ lên នោះ មិនត្រឹមតែខែនេះទេទិសខាងកើតល្អតាំងពីតែឆ្នាំចាំចាចាំឆ្នាំអញ្ចឹងបើសិនជាបងប្អូនធ្វើការរៀបចំហោងសុយផ្ទះបានលឿនទទួលចាប់លាបានលឿនដូចគ្នាហើយការចេញធ្វើដំណើរនៅក្នុងអំឡុងពេលចូលឆ្នាំខ្មែរនេះបើសិនជាអាចការចេញទៅទិសខាងត្បូងសូមឲ្យបងប្អូនមានការប្រុងប្រយ័ត្នដោយសារតែតារាសាស្ត្រលេខ5មកជាមួយនឹងលេខ1ដែលតទៅជាមួយនឹងការធ្វើដំណើរអញ្ចឹងមុននឹងបងប្អូនចេញដំណើរសូមឲ្យស្លៀកសម្លៀកបំពាក់ដែលជាធាតុត្រូវការរបស់យើងចេញនៅក្នុងម៉ោងល្អរបស់យើងចាមុននឹងចេញព្យាយាមកុំឲ្យលឺទិសឆុងចា
បាទអរគុណច្រើនអ្នកគ្រូវិណាក៏ដូចជាលោកគ្រូដរុំបាទសម្រាប់ការផ្ដល់នៅការបកស្រាយយ៉ាងក្បោះក្បាយក៏ដូចជាដ៏មានសារៈសំខាន់សម្រាប់ពុកម៉ែបងប្អូនរបស់យើងទាំងអស់គ្នានៅក្នុងខែមេសាដែលជាខែមួយដែលពុកម៉ែបងប្អូនទូទាំងប្រទេសមាននៅការជួបជុំពិធីជប់លៀងពិសេសគឺការធ្វើដំណើរគ្រប់បណ្ដាខេត្តទាំងអស់តែម្ដងអញ្ចឹងសង្ឃឹមថាបងប្អូនរបស់យើងនឹងទទួលបានជាប្រយោជន៍ហើយសង្ឃឹមបងប្អូនរបស់យើងមួយចំនួនទៀតសូមមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ជាមួយនឹងទិសដែលមិនល្អហើយសម្រាប់បងប្អូនរបស់យើងសូមយកចិត្តទុកដាក់ហើយនឹងព្យាយាមធ្វើអ្វីដែលជារឿងល្អៗនៅក្នុងទិសខាងកើតដើម្បីទទួលបាននៅលាភសំណាងទាំងអស់គ្នាតែម្ដងអរគុណសម្រាប់ពុកម៉ែបងប្អូនពិសេស fan របស់កម្មវិធីហុងស៊ុយបែបវិទ្យាសាស្ត្រក្នុងការទស្សនាជាមួយកម្មវិធីរបស់យើងកម្មវិធីរបស់យើងក៏បានជានៅពេលដែលត្រូវគ្រប់លាអរគុណសម្រាប់ការតាមដាននៅពេលនេះយើងខ្ញុំទាំងអស់គ្នាព្រមទាំងក្រុមការងារសូមអរគុណនិងសូមគោរពលា